បើកបរល្បឿនលឿននិងមិនគោរពសិទ្ធិគ្នាបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត3នាក់និងរបួសធ្ងន់ចំនួន9នាក់ភ្នំពេញនៅថ្ងៃទី3ខែមិថុនាឆ្នាំ2026ម្សិលមិញនេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបើយោងទៅតាមរបាយការណ៍ចេញពីនាយកដ្ឋានចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិគិតចាប់ពីម៉ោង2រសៀលថ្ងៃទី2ខែមិថុនារហូតដល់ម៉ោង2រសៀលថ្ងៃទី3ខែមិថុនាឆ្នាំ2026កើតមានគ្រោះថ្នាក់ចំនួន8ករណីក្នុងនោះមាន4ករណីគឺនៅពេលយប់គ្រោះថ្នាក់ទាំងនេះបានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន3នាក់ក្នុងនោះគឺមិនមានស្ត្រីទេគឺសុទ្ធតែបុរសដែលទទួលបានការបាត់បង់ជីវិតនិងរងរបួសសរុបចំនួន9នាក់ក្នុងនោះគឺមានស្ត្រីម្នាក់ក្នុងចំណោមអ្នករបួសសរុបនោះមានអ្នករងរបួសធ្ងន់សរុបចំនួន6នាក់មានស្រីម្នាក់និងរបួសស្រាលចំនួន3នាក់គួរឲ្យកត់សម្គាល់ផងដែរថានៅក្នុងចំណោមជនរងគ្រោះទាំងអស់មានអ្នកមិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ9នាក់យប់5នាក់ដែលបង្ហាញពីការមិនគោរពច្បាប់ចរាចរណ៍ជាប្រចាំសមត្ថកិច្ចជំនាញបានបន្តអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវគោរពល្បឿនកំណត់ផ្ដល់សិទ្ធិគ្នាទៅវិញទៅមកនិងពាក់មួកសុវត្ថិភាពជានិច្ចដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើងនិងកាត់បន្ថយអាយុជីវិតដ៏វិនាស